ការចាប់ផ្ដើមអាជីវកម្មលក់សម្លៀកបំពាក់កូនក្មេងគឺជាអាជីវកម្មមួយដែលខ្ញុំស្រឡាញ់ខ្លាំងអាជីពជាអ្នកលក់ខោអាវក្មេងឃើញគេលក់ស្រួលតែការប្រកបងារការចាប់ផ្ដើមអ្វីមួយថ្មីតែតែមានភាពភ័យខ្លាចការរំស្ទះនិងការនឿយហត់ការចាប់ផ្ដើមដំបូងគឺត្រូវការកម្លាំងចិត្តពីមនុស្សជុំវិញខ្លួនប៉ុន្តែយើងខ្លួនឯងផ្ទាល់កុំភ្លេចត្រូវទទួលការរិះគន់ការស្ថាបនាពីមតិយោបល់មនុស្សជុំវិញខ្លួនការតាមចិត្តរបស់យើងម្នាក់ៗខ្លួនឯងផ្ទាល់គឺជាកម្លាំងចិត្តដ៏ធំថាខ្លួនឯងកុំភ័យខ្លាចកុំខ្លាចការនឿយហត់យើងហត់ថ្ងៃនេះដើម្បីរំលំសម្រាប់ថ្ងៃស្អែកហើយត្រូវចាំទៀតថាកុំប្រៀបធៀបចំណុចការចាប់ផ្ដើមរបស់យើងទៅជាមួយនឹងភាពជោគជ័យរបស់អ្នកដទៃកុំខ្លាចភាពបរាជ័យដើរមកជំហានដោយភាពជឿជាក់ព្រោះឥឡូវនេះយើងត្រូវគិតថាយើងកំពុងសាងសង់ក្តីសម័យរបស់យើងអញ្ចឹងដើម្បីទៅដល់គោលដៅយើងត្រូវតែស៊ូកម្លាំងចិត្តដ៏ធំបំផុតសម្រាប់ខ្ញុំគឺគ្រួសារខ្ញុំគាត់តែងតែ support ខ្ញុំនិយាយទៅគឺគាត់ always say yes គ្រប់កលៈទេសៈហ្មងបើលក្ខខណ្ឌណាដែលគាត់មើលទៅអត់ជោគជ័យគាត់តែងតែនិយាយបញ្យល់ប្រាប់ហេតុផលដល់ខ្ញុំភាពជោគជ័យរបស់មនុស្សស្រីដំបូងគេដែលខ្ញុំទទួលបានគឺខ្ញុំបានស្វាមីដ៏ល្អស្វាមីអ្នកដែលយល់ចិត្តស្វាមីដែលស្រឡាញ់ខ្ញុំជាខ្ញុំគ្រប់ខ្ញុំឲ្យតម្លៃខ្ញុំអញ្ចឹងបាទខ្ញុំហ៊ាននិយាយថាគ្រួសារខ្ញុំគឺជាកម្លាំងចិត្តដ៏ធំសម្រាប់ខ្ញុំបើមានគាត់ទេខ្ញុំក៏មានភាពក្លាហានដើមកំណត់និងសម្រេចគោលដៅអាជីវកម្មដ៏តូចមួយនេះអរគុណប៉ាប៉ាអូនមែង Thank you baby